ឈប់គ្រាន់តែរៀនដើម្បីចាំគន្លឹះរៀនឲ្យពូកែនិងយល់ឲ្យស៊ីជម្រៅក្នុងសម័យឌីជីថលនៅក្នុងសម័យកាលដែលមានការប្រែប្រួលយ៉ាងរហ័សយុវជនម្នាក់មិនត្រឹមតែត្រូវរៀនឲ្យពូកែនៅក្នុងសាលាប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវមានយុទ្ធសាស្ត្រក្នុងការរស់នៅនិងការរៀនសូត្រដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកដែលកំពុងវិវត្តខាងក្រោមនេះគឺជាចំណុចគន្លឹះសំខាន់ដែលយុវជនគួរយល់ដឹង 1. កុំគ្រាន់តែដឹងប៉ុន្តែត្រូវយល់យុវជនជាច្រើនចំណាយពេលទន្ទិញមេរៀនដើម្បីតែប្រឡងប៉ុន្តែនៅពេលប្រឡងចប់ពួកគេក៏ភ្លេចអស់ការរៀនពិតប្រាកដគឺនៅពេលដែលអ្នកអាចពន្យល់រឿងដែលស្មុគស្មាញឲ្យទៅជាសាមញ្ញបំផុតដូច្នេះប្រសិនបើអ្នកចង់ដឹងថាខ្លួនឯងយល់ច្បាស់ឬអត់ចុះព្យាយាមពន្យល់មេរៀននោះទៅកាន់ប្អូនតូចឬមិត្តភ័ក្តិដែលមិនធ្លាប់ដឹងសោះបើពួកគេយល់នោះមានន័យថាអ្នកពិតជាយល់ច្បាស់ហើយ 2. បង្កើតគំរូនៃគំនិតចំណេះដឹងប្រៀបដូចជាការសាងសង់ផ្ទះអ្នកមិនអាចយកឥដ្ឋមកគរលើគ្នាដោយគ្មានគ្រោងឆ្អឹងបានទេការរៀនពីមុខវិជ្ជាផ្សេងគ្នាដូចជាគណិតវិទ្យាចិត្តវិទ្យាសេដ្ឋកិច្ចនិងប្រវត្តិសាស្ត្រជួយឲ្យអ្នកមានគ្រោងឆ្អឹងនៃគំនិតកាន់តែរឹងមាំវារំលឹកយើងថាបញ្ហាមួយមិនមែនមានដំណោះស្រាយតែមួយតាមរយៈមុខវិជ្ជាតែមួយនោះទេ 3. ការរៀនសូត្រគឺជាដំណើរជីវិតសាលារៀនគ្រាន់តែជាកន្លែងផ្ដល់ឧបករណ៍ដំបូងប៉ុណ្ណោះការរៀនសូត្រពិតប្រាកដកើតឡើងនៅខាងក្រៅថ្នាក់រៀនហើយការអានសៀវភៅគឺជាការលួចចម្លងបទពិសោធន៍រាប់សិបឆ្នាំរបស់អ្នកនិពន្ធមកដាក់ក្នុងខួរក្បាលរបស់អ្នកក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងជាមួយគ្នានេះអ្នកក៏ត្រូវដឹងថាយុវជនដែលឆ្លាតមិនមែនជាអ្នកដែលឆ្លើយសំណួរបានត្រឹមត្រូវទាំងអស់នោះទេប៉ុន្តែគឺជាអ្នកដែលចេះសួរសំណួរដែលនាំទៅរកការស្វែងយល់ថ្មី 4. កុំខ្លាចការបរាជ័យប៉ុន្តែត្រូវរៀនពីវានៅក្នុងវ័យនេះការធ្វើខុសគឺជាមេរៀនដែលឥតគិតថ្លៃក៏រាល់ពេលដែលអ្នកបរាជ័យចូលឈប់មួយផ្លែតហើយសួរខ្លួនឯងថាតើមានអ្វីកើតឡើងហេតុអ្វីវាបរាជ័យហើយតើខ្ញុំអាចធ្វើអ្វីឲ្យប្រសើរជាងមុននៅពេលក្រោយនេះហៅថាការរៀនសូត្រពីបទពិសោធន៍ 5. គ្រប់គ្រងពេលវេលានិងវិន័យខ្លួនឯងចំណេះដឹងនឹងគ្មានន័យឡើយប្រសិនបើគ្មានការអនុវត្តវិន័យខ្លួនឯងគឺជាស្ពានដែលភ្ជាប់រវាងគោលដៅគឺនឹងការសម្រេចបានយុវជនគួររៀនផ្ដោតអារម្មណ៍ deep work លើកិច្ចការសំខាន់និងកាត់បន្ថយការចំណាយពេលច្រើនលើការកម្សាន្តដែលគ្មានប្រយោជន៍ជាសរុបមកវិញអនាគតរបស់យុវជនម្នាក់មិនមែនផ្អែកលើសំណាងនោះទេប៉ុន្តែផ្អែកលើការរៀបចំខ្លួនចូលរៀនឲ្យបានច្រើនចេះគិតឲ្យបានទូលំទូលាយនិងមានចិត្តអត់ធន់នៅពេលអ្នកមានចំណេះដឹងពិតនិងការយល់ដឹងស៊ីជម្រៅពិភពលោកនឹងផ្ដល់ឱកាសឲ្យអ្នកជាក់ជាមិនខាន